សូមស្វាគមន៍មកកាន់សាលាជំនាញវេយ្យាករណ៍និងបកប្រែដែលមានរៀនវេយ្យាករណ៍គ្រប់កម្រិតបកប្រែសំណេរទាល់មាត់ទូទៅគ្រប់កម្រិតអូខេខ្ញុំបរៀនសន្ទនាកម្រិតដំបូងហើយនៅក្នុង unit 13បរៀន13ដដែលប៉ុន្តែក្នុងវីដេអូនេះខ្ញុំលើកយក topic តែស្ដីយកមកបរៀនហើយនេះជាចំណងជើងរបស់ topic Does love make persons blind Does love make persons blind តើស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នែកឬចឹងដូចខ្ញុំបានបញ្ជាក់ចឹងការធ្វើ topic ដែលបានល្អយើងផ្ដោត3ចំណុចសំខាន់ទី1សំដៅទៅលើ introduction សេចក្តីផ្ដើមអ្នកនរគ្នាត្រូវនិយាយជាភាសាអង់គ្លេសក្នុងសេចក្តីផ្ដើមតែត្រឹមតែ30វិនាទីប៉ុណ្ណោះណាខេនិយាយមកបើសិនជាឧបមាសំណួរគេសួរថា Does love make person blind Yes តែប៉ុណ្្នឹងមកហើយណាហើយបើថា No ដាក់ No មកណាហើយចូលទី2ធំគឺ body តួសេចក្តីនេះចែកចេញជាពីរចំណុចសំខាន់ទី1 advantage គុណសម្បត្តិអញ្ចឹងគុណសម្បត្តិអ្នកនរត្រូវនិយាយជាភាសាអង់គ្លេសរយៈពេល1នាទីណាគេនិយាយពីគុណសម្បត្តិអត្ថប្រយោជន៍របស់ស្នេហានេះតើវាមានប្រយោជន៍អីខ្លះហើយទី2 disadvantage គុណវិបត្តិហ្នឹងយើងត្រូវនិយាយ1នាទីដែរយើងនិយាយពីចំណុចមិនល្អរបស់ស្នេហាហ្នឹងណាតែហើយបន្ទាប់មកហើយសូមបញ្ជាក់ advantage 1នាទី disadvantage 1នាទីហើយចុងក្រោយconclusion ហ្នឹងគឺសេចក្តីបញ្ចប់គឺនិយាយ30វិនាទីណាតែហើយយើងនិយាយជាភាសាអង់គ្លេសមកណាកុំឲ្យលឿនណាស់អូខេអញ្ចឹងអាហ្នឹងមានតែប៉ុណ្្នឹងទេហើយចុងក្រោយជូនដំណឹងតទៅការលុបសភៅខ្ញុំមានលុបសភៅគ្រប់ប្រភេទដូចសភៅបកប្រែខ្សែសភៅពាក្យខ្សែហ្នឹងសភៅ formal word សភៅ structure សភៅ expression សភៅ idiom សភៅ slang សភៅ collocation សភៅសន្ទនាថ្នាក់ជាតិសន្ទនាតំណាក់តំណងថ្នាក់អន្តរជាតិវេយ្យាករណ៍ part of speech វេយ្យាករណ៍ writing skill និងវេយ្យាករណ៍ TOEFL ព្រមទាំងសភៅផ្សេងជាច្រើនទៀតអ្នកនេះអាចតាក់ទងទិញបានតាមរយៈ Telegram របស់ខ្ញុំគឺ093 553 191អូខេប៉ុណ្ណឹងចា៎